ដែលយើងរកបានគឺចំនួន5,73,200 រៀល សហគមន៍កសិកម្មបួសាមគ្គីមានជ័យជាសហគមន៍ដែលបង្កើតឡើងដោយកសិករដើម្បីរួមគ្នាអភិវឌ្ឍការផលិតការគ្រប់គ្រងនិងការលើកកម្ពស់ជីវភាពនៅទីនេះសមាជិកគ្រប់រូបរួមគ្នាដើម្បីកសាងអនាគតដ៏ច្បាស់លាស់សម្រាប់សហគមន៍របស់ខ្លួននៅពេលបច្ចុប្បន្នសហគមន៍មានការគ្រប់គ្រងប្រព័ន្ធត្រឹមត្រូវមានទីតាំងការិយាល័យផលិតផលសហគមន៍តូបលក់និងទីផ្សារដែលកំពុងរីកចម្រើនជាបន្តបន្ទាប់ជាមួយនឹងការគ្រប់គ្រងពីអង្គការក្តីសង្ឃឹមលូធីរ៉ានកម្ពុជាសមាជិកសហគមន៍បានចូលរួមវគ្គបណ្ដុះបណ្ដាលជាច្រើនដើម្បីបង្កើនសមត្ថភាពដឹកនាំការគ្រប់គ្រងសហគមន៍និងការកត់ត្រាបញ្ជីគណនេយ្យយ៉ាងមានប្រសិទ្ធភាពក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការក្តីសង្ឃឹមលូធីរ៉ានកម្ពុជាសហគមន៍បានជ្រើសរើសក្រុមផលិតមាន់ជ្រូកនិងបង្កើតក្រុមសហគ្រិនស្ត្រីដើម្បីជំរុញឱកាសសេដ្ឋកិច្ចនៅក្នុងតំបន់សហគមន៍បានបន្តការសហការជាមួយអង្គការដើម្បីបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់និងជ្រូកការចាប់ផ្ដើមអាជីវកម្មដល់ក្រុមផលិតនិងសមាជិកសហគ្រិនការបណ្ដុះបណ្ដាលទាំងនេះជាជំហានសំខាន់សម្រាប់ភាពជោគជ័យរបស់ពួកគេក្នុងឆ្នាំនេះសហគមន៍បានគាំទ្រពូជមាន់ចំនួន24គីឡូចំណីមាន់5ការុងនិងសម្ភារៈចិញ្ចឹមមាន់32គ្រួសារនិងគាំទ្រពូជជ្រូកចំនួន4ក្បាលជាមួយចំណី5ការុងដល់គ្រួសារចំនួន19ការគាំទ្រទាំងនេះជួយឲ្យសមាជិកចាប់ផ្ដើមអាជីវកម្មកសិកម្មរបស់ពួកគេដោយមានទិសដៅច្បាស់លាស់គណៈកម្មការនិងយុវជនសហគមន៍ក៏បានចូលរួមសកម្មភាពតាមដាននិងផ្ដល់ដំបូន្មានដល់សមាជិកក្រុមផលិតចំនួន42គ្រួសារដើម្បីធានាថាការផលិតមានភាពជោគជ័យនិងចីរភាពសមាជិកជាច្រើនទទួលបានជោគជ័យពួកគេអាចលក់ផលិតផលទៅលើទីផ្សារផ្សេងៗបង្កើនប្រាក់ចំណូលនិងជីវភាពគ្រួសារខ្ញុំបាទឈ្មោះសែមចារាជាសមាជិកក្រុមប្រឹក្សាឃុំវោះខ្ញុំបាទសូមថ្លែងអំណរគុណដល់អង្គការលូធីរ៉ានកម្ពុជានិងម្ចាស់ជំនួយដែលបានជួយដល់សហគមន៍កសិកម្មនិងប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្ញុំដើម្បីឲ្យគាត់មានប្រាក់ចំណូលនៅក្នុងសហគមន៍និងជួយអភិវឌ្ឍនៅក្នុងសហគមន៍ជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់អង្គការនិងម្ចាស់ជំនួយឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងប្រកបការងារគ្រប់ភារកិច្ចបាទសូមអរគុណជំរាបសួរនាងខ្ញុំមុខស្វាយមុំជាប្រធានសហគមន៍កសិកម្មបួសាមគ្គីមានជ័យខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់អង្គការក្តីសង្ឃឹមលូធីរ៉ានកម្ពុជានិងម្ចាស់ជំនួយ LK ព្រមទាំង Fresh World ដែលតែងតែជួយគាំទ្រមកដល់សហគមន៍កសិកម្ម
បានយើងខ្ញុំក៏ដូចជាជួយទៅដល់កសិករចិញ្ចឹមមាន់ចិញ្ចឹមជ្រូកនិងដាំបន្លែឃើញថាគាត់មានជីវភាពល្អប្រសើរជាងមុនហើយទន្ទឹមនេះយើងខ្ញុំក៏សូមថ្លែងអំណរអគុណទៅដល់ម្ចាស់ជំនួយទាំងអស់សូមឲ្យមានសុខភាពល្អនិងប្រកបកិច្ចការអ្វីសូមឲ្យសម្រេចដោយសេចក្តីប្រាថ្នា ខ្ញុំបាទឈ្មោះកឹមកៅសូមអរគុណដល់អង្គការនិងម្ចាស់ជំនួយដែលបានឲ្យមន់ខ្ញុំចិញ្ចឹមនិងដោះស្រាយក្នុងគ្រួសារសូមឲ្យម្ចាស់ជំនួយជួបតែសំណាងល្អនិងសេចក្តីសុខគ្រប់ពេលវេលាសូមអរគុណ ខ្ញុំឈ្មោះវ៉ាស្រីពៅនិងខ្ញុំសូមអរគុណដល់អង្គការ Lutheran កម្ពុជានិងម្ចាស់ជំនួយ LK ដែលបានជួយដល់ក្រុមគ្រួសាររូបនាងខ្ញុំបានឲ្យគ្រួសាររូបនាងខ្ញុំមានប្រាក់ចំណូលនិងបានមានប្រាក់ឲ្យកូនរៀនជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណទៅដល់អង្គការនិងម្ចាស់ជំនួយសូមឲ្យអង្គការនិងម្ចាស់ជំនួយមានសុខភាពល្អនិងរកទទួលទានមានបានជោគជ័យគ្រប់ភារកិច្ចនៅក្នុងក្រុមគ្រួសារនិងការងារសូមអរគុណ នេះខ្ញុំបានប្រើសាប៊ូលាងចានរបស់សហគមន៍កសិកម្មឌួសាមគ្គីមានជ័យហើយឃើញថាលាងល្អជ្រះស្អាត